ខ្ញុំនឹងផ្លាយខ្លាយសក់របស់ខ្ញុំពីបែបនេះទៅជាបែបនេះបងប្អូនដែលចំណាយពេលតែ15នាទីប៉ុណ្ណោះហើយមិនខូចសក់ទៀតសក់ក្បាលគឺជាមុនស្នេហ៍របស់យើងមួយដែរបងប្អូនសម្រាប់ខ្ញុំមានសក់រួញហើយសំពងទៀតមិនមែនសក់រួញអត់ស្អាតទេបងប្អូនសក់រួញគឺស្អាតទៅតាមមនុស្សប៉ុន្តែដោយសារតែខ្ញុំថតមានខ្ញុំធំបន្ទោះខ្ញុំទុកសក់រួញហើយសក់ខ្ញុំវាសំពងធំធ្វើឲ្យមុខយើងកាន់តែធំហើយធ្វើឲ្យយើងទៅជាមនុស្សចាស់អញ្ចឹងសម្រាប់ខ្ញុំជ្រើសរើសការផ្លុំសក់ដោយសារតែគៀបសក់វាធ្វើឲ្យសក់យើងឈាមហើយខូចទៀតតែខ្ញុំក៏តែនិយាយថាអូនក្បាលខ្លួនឯងកាត់អីមិនក៏ឈាមម៉េះអញ្ចឹងហើយខ្ញុំឈប់គៀបឲ្យបងប្អូនគឺខ្ញុំផ្លុំម្ដងហើយម៉ាស៊ីនផ្លុំសក់នេះខ្ញុំទិញពីTikTokមកហើយខ្ញុំចូលចិត្តវាល្អពិតមែនតែគេមកគេមានប្រាប់ផ្លុំសក់យើងឲ្យមួយគេមាន spray ការពារកម្ដៅមួយនិង spray ធ្វើឲ្យសក់យើងគេឲ្យ shiny ជាមួយកសែងជូតសក់មួយខ្ញុំចូលចិត្តហើយចំណាយពេលត្រឹមតែ15នាទីទេខ្ញុំផ្លុំសក់ហ្នឹងខ្ញុំទៅឲ្យសក់ខ្ញុំរៀងស្ងួតតិចតែសារតែខ្ញុំអត់សូវមានពេលខ្ញុំកក់សក់ហើយខ្ញុំអត់មានពេលផ្លុំភ្លាមបងប្អូនដោយសារខ្ញុំរវល់មានកូនមានអីអញ្ចឹងខ្ញុំទៅធ្វើអីសិនតើឲ្យសក់ខ្ញុំវាស្ងួតប្រហែលជា80%ខ្ញុំត្រឡប់មកផ្លុំវិញហើយវាចំណាយពេលលឿនជាងសក់យើងសទឹកបើសក់យើងសទឹកចូលខ្លាំងចំណាយពេលយ៉ាងតិចក៏កន្លះម៉ោងទៅ45នាទីតែបើសក់យើងស្ងួតប្រហែលជាខ្ទង់80%យើងចំណាយពេលត្រឹមតែ10ទៅ15នាទីសក់ខ្ញុំគឺជាមនុស្សម្នាក់ដែលមានសក់គេហៅសក់រឹងក្បាលខ្ញុំរឹងមិនមែនក្បាលខ្ញុំរឹងខូចទេណាគឺគាត់សក់ខ្ញុំវារឹងអញ្ចឹងទៅពិបាកផ្លុំណាបងប្អូនចំណាយពេល5-10នាទីគឺលឿនបំផុតសម្រាប់ខ្ញុំហើយធ្វើឲ្យបងប្អូនកញ្ញាសក់យើងអត់មានធំគ្រឿងឈាមអីទេដូចខ្ញុំនិយាយអញ្ចឹងគឺខ្ញុំរវល់ខ្លាំងណាស់សូម្បីតែពេលផ្លុំសក់ក៏កូនមកតាមដែរហើយមើលសក់កូនស្រីខ្ញុំសំណាងហើយសក់កូនស្រីខ្ញុំកាត់តាមប្តីខ្ញុំកាត់តាមម៉ាមីគឺថាកញ្ញាច្រាស់ហ្មងអញ្ចឹងបងប្អូនមិនដែរផ្លុំសក់ថ្ងៃនេះ